ការចាក់ចេញពី comfort zone មិនមែនគ្រាន់តែជាពាក្យស្លោកប៉ុណ្ណោះទេប៉ុន្តែជាទស្សនវិជ្ជាជីវិតមួយដែលអាចផ្លាស់ប្ដូរដំណើរជីវិតរបស់អ្នកទាំងស្រុងតើអ្វីទៅជា comfort zone តើពាក្យថា comfort zone នេះពិតជាមានន័យដូចម្តេចវាជាស្ថានភាពផ្លូវចិត្តដែលយើងមានអារម្មណ៍សុវត្ថិភាពអាចគ្រប់គ្រងបាននិងមិនមានភាពតានតឹងគឺទៅដូចជាកៅអីអង្គុយដ៏សុខសប្បាយនៅផ្ទះឬភេសជ្ជៈដែលអ្នកចូលចិត្តបំផុតវាជាកន្លែងដែលទម្លាប់ប្រចាំថ្ងៃរបស់យើងត្រូវបានបង្កើតឡើងពីរបៀបដែលយើងធ្វើការរហូតដល់មនុស្សដែលយើងតាក់ទងជាប្រចាំវាមិនមែនជាកន្លែងអាក្រក់នោះទេតាមពិតទៅការមាន comfort zone ជួយកាត់បន្ថយភាពតានតឹងនិងការថប់អារម្មណ៍ព្រោះយើងមិនចាំបាច់ប្រឈមមុខនឹងភាពមិនប្រកបប្រជានោះទេឧទាហរណ៍ប្រសិនបើអ្នកធ្វើការងារដដែលៗរាល់ថ្ងៃជាមួយមិត្តរួមការងារដដែលៗនិងធ្វើដំណើរតាមផ្លូវដដែលៗនោះគឺជាផ្នែកមួយនៃ comfort zone របស់អ្នកប្រសិនបើអ្នកចូលចិត្តមើលភាពយន្តនៅផ្ទះរាល់ចុងសប្តាហ៍ជំនួសឲ្យស្វែងយល់ពីកន្លែងថ្មីៗនោះក៏ជាផ្នែកមួយនៃ comfort zone របស់អ្នកដែរវាផ្ដល់នូវភាពងាយស្រួលនិងអាចព្យាករណ៍បានទោះបីជាយ៉ាងណាក៏ដោយបញ្ហាគឺថាពេលយើងជាប់គាំងកន comfort zone យូរពេកគឺវាអាចคล้ายទៅជាគុកដែលរារាំងយើងពីការរីកចម្រើនយើងអាចបាត់បង់ឱកាសក្នុងការរៀនសូត្រក្នុងការស្វែងយល់និងក្នុងការសម្រេចនូវសក្តានុពលពិតប្រាកដរបស់យើងហេតុអ្វីបានជាការចាកចេញពី comfort zone មានសារៈសំខាន់ខ្លាំងដូចបន្តិចចូលយើងបកស្រាយឲ្យបានលម្អិតពីអត្ថប្រយោជន៍នៃការបកជំហានចេញពី comfort zone ទី1ការរៀនសូត្រនិងការអភិវឌ្ឍខ្លួនឯង learning and self development នៅពេលដែលយើងធ្វើរឿងដដែលយើងរៀនបានតិចតួចណាស់ប៉ុន្តែនៅពេលដែលយើងហ៊ានសាកល្បងអ្វីថ្មីមិនថាជាការរៀនជំនាញថ្មីដូចជាភាសាបរទេសការសរសេរកូដឬសិល្បៈធ្វើម្ហូបឬសូម្បីតែការចូលរួមវគ្គបណ្ដុះបណ្ដាលដែលយើងមិនធ្លាប់គិតពីមុនមកនោះខួរក្បាលរបស់យើងចាប់ផ្ដើមបង្កើនទំនាក់ទំនងប្រសាទថ្មីយើងរកឃើញពីរបៀបដែលយើងអាចដោះស្រាយបញ្ហាផ្សេងៗពីរបៀបដែលយើងអាចសម្របខ្លួនទៅតាមបរិយាកាសថ្មីរាល់បទពិសោធន៍ថ្មីមិនថាជារឿងតូចតាចប៉ុន្មានណាក៏ដោយតែងតែផ្ដល់មេរៀនដ៏មានតម្លៃដែលជួយពង្រីកចំណេះដឹងនិងជំនាញរបស់យើងទី2ការបង្កើនទំនុកចិត្តលើខ្លួនឯង boosting self confidence ការប្រឈមមុខនឹងភាពភ័យខ្លាចឬបញ្ហាប្រឈមនិងទទួលបានជោគជ័យទោះបីជាជោគជ័យតូចតាចក៏ដោយគឺជារឿងមួយដែលបង្កើនទំនុកចិត្តលើខ្លួនឯងបានយ៉ាងខ្លាំងទោះបីជាមានការភ័យខ្លាចខ្លះក៏ដោយនោះអារម្មណ៍នៃភាពជោគជ័យនោះនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្ញុំក៏អាចធ្វើបានដែរទំនុកចិត្តនេះនឹងជះឥទ្ធិពលជាវិជ្ជមានទៅលើទិដ្ឋភាពផ្សេងៗនៃជីវិតរបស់អ្នកទី3ការស្វែងរកឱកាសថ្មីៗ unlocking new opportunities ឱកាសល្អៗជាច្រើនតែងតែលាក់ខ្លួននៅខាងក្រៅ comfort zone របស់យើងនេះគឺជាឱកាសការងារថ្មីដែលតម្រូវឲ្យយើងមានជំនាញដែលមិនធ្លាប់មានប៉ុន្តែយើងហ៊ានរៀននេះគឺជាការជួបមនុស្សថ្មីដែលនាំមកនូវគំនិតថ្មីៗឬសូម្បីតែអ្នកណែនាំ mentor ដែលអាចជួយជំរុញអាជីពរបស់អ្នកបានពេលខ្លះយើងត្រូវតែចេញពីពំពួករបស់យើងដើម្បីមើលឃើញថាពិភពលោកខាងក្រៅពិតជាធំទូលាយប៉ុណ្ណាទី4ការពង្រឹងភាពធន់និងការសម្របខ្លួន building resilience and adaptability ជីវិតមិនតែងតែរលូននោះទេវាតែងតែមានឧបសគ្គនិងការប្រែប្រួលមិនរំពឹងទុកការដែលយើងហ៊ានចេញពី comfort zone ជាទៀងទាត់នឹងបង្រៀនយើងឲ្យកាន់តែរឹងមាំនិងមានសមត្ថភាពសម្របខ្លួនទៅតាមស្ថានភាពថ្មីៗនៅពេលដែលអ្នកធ្លាប់ប្រឈមមុខនឹងភាពមិនប្រកបប្រជាអ្នកនឹងមិនសូវភ័យខ្លាចនៅពេលដែលរឿងដែលមិនបានរំពឹងទុកកើតឡើងភាពធន់នេះគឺជារឿងសំខាន់សម្រាប់ជោគជ័យក្នុងជីវិតនិងអាជីពទី5ការរស់នៅបានពេញលេញនិងមានន័យ living a more fulfilling life អ្នកណាក៏មិនចង់ក្រឡេកទៅមើលហើយសោកស្ដាយនៅរឿងដែលពួកគេមិនបានធ្វើនោះទេការចាកចេញពី comfort zone អនុញ្ញាតឲ្យយើងសាកល្បងបទពិសោធន៍ថ្មីៗស្វែងយល់ពីចំណង់ចំណូលចិត្តថ្មីៗនិងជួបមនុស្សថ្មីៗដែលធ្វើឲ្យជីវិតរបស់យើងកាន់តែមានពណ៌ស្រស់ឆើតនិងពោរពេញទៅដោយអត្ថន័យវាជាមួយវិធីដើម្បីពង្រីកព្រំដែននៃខ្លួនឯងបន្តតើធ្វើដោយម្ដេចដើម្បីចាប់ផ្ដើមដំណើរចាកចេញពី comfort zone ការចាកចេញពី comfort zone មិនមែនជារឿងងាយស្រួលនោះទេវាទាមទារភាពក្លាហានការអត់ធ្មត់និងការប្រញាប់ចិត្តប៉ុន្តែវាពិតជាអាចទៅបាននេះជាគន្លឹះលម្អិតមួយចំនួនដែលអ្នកអាចសាកល្បងបានទី1ចាប់ផ្ដើមពីចំណុចតូចតាច Start small គំនិតពីការផ្លាស់ប្ដូរធំដុំអាចធ្វើឲ្យយើងភ័យខ្លាចដូច្នេះ
កុំព្យាយាមផ្លាស់ប្ដូរទាំងអស់ក្នុងពេលតែមួយចំនួនអើយចាប់ផ្ដើមពីជំហានតូចតាចដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលបន្តិចបន្តួចប៉ុន្តែមិនមែនជាការភ័យខ្លាចនោះទេប្រសិនបើអ្នកតែងតែញ៉ាំអាហារពេលល្ងាចនៅផ្ទះរាល់ថ្ងៃសូមសាកល្បងទៅញ៉ាំអាហារនៅភោជនីយដ្ឋានថ្មីមួយដែលអ្នកមិនធ្លាប់ទៅប្រសិនបើអ្នកតែងតែដើរតាមផ្លូវដដែលទៅធ្វើការឬទៅសាលាសូមសាកល្បងផ្លូវផ្សេងប្រសិនបើអ្នកជាមនុស្សខ្មាក់សូមព្យាយាមនិយាយជម្រាបសួរឬចាប់ផ្ដើមការសន្ទនាជាមួយអ្នកគិតលុយនៅហាងឬអ្នករត់តាក់ស៊ីចុះឈ្មោះចូលរួមថ្នាក់រៀនខ្លីៗដូចជាថ្នាក់ដាំថ្នាក់ធ្វើម្ហូបឬថ្នាក់ភាសាដែលអ្នកចាប់អារម្មណ៍នេះជាវិធីល្អដើម្បីជួបមនុស្សថ្មីនិងរៀនជំនាញថ្មីក្នុងបរិយាកាសគាំទ្រទី2កំណត់គោលដៅច្បាស់លាស់ Define specific goals ការមានគោលដៅច្បាស់លាស់នឹងជួយជំរុញអ្នកកុំគ្រាន់តែនិយាយថាខ្មុំចង់ចេញពី comfort zone ជំនួសឲ្យកំណត់គោលដៅច្បាស់លាស់អាចវាស់វែងបានអាចសម្រេចបានពាក់ព័ន្ធនិងមានពេលវេលាកំណត់ smart goals ឧទាហរណ៍ខ្ញុំនឹងចុះឈ្មោះសម្រាប់វគ្គបណ្ដុំបណ្ដាលសន្ទរកថាជាសាធារណៈនៅខែក្រោយខ្ញុំនឹងស្ម័គ្រចិត្តធ្វើគម្រោងដែលខ្ញុំមិនធ្លាប់ធ្វើនៅកន្លែងការងារនេះត្រីមាននេះខ្ញុំនឹងចំណាយពេល30នាទីរាល់ថ្ងៃដើម្បីរៀនភាសាបរទេសថ្មីមួយរយៈពេល3ខែទី3ទទួលយកភាពបរាជ័យជាផ្នែកមួយនៃការផ្លាស់ប្ដូរ Accept failure as part of the process មនុស្សជាច្រើនខ្លាចការចាកចេញពី comfort zone ព្រោះខ្លាចបរាជ័យប៉ុន្តែបរាជ័យមិនមែនជាទីបញ្ចប់នោះទេផ្ទុយទៅវិញវាជាមេរៀនដ៏មានតម្លៃបំផុតមនុស្សវិទ្យាសាស្ត្រមហាសេដ្ឋីនិងអត្ថពលិកជាច្រើនបានបរាជ័យរាប់មិនរស់មុននឹងពួកគេទទួលបានជោគជ័យពិតប្រាកដគំនិតសំខាន់កុំខ្លាចកំហុសផ្ទុយទៅវិញចូលរៀនពីវាវិភាគថាមានអ្វីខុសធ្វើការកែតម្រូវនិងព្យាយាមម្ដងទៀតរាល់ការបរាជ័យគឺជាជំហានមួយទៅរកភាពជោគជ័យទី4ស្វែងរកការគាំទ្រ Seek support អ្នកមិនចាំបាច់ដើរដំណើរនេះតែឯងនោះទេចែករំលែកផែនការនិងគោលដៅរបស់អ្នកជាមួយមិត្តភ័ក្តិក្រុមគ្រួសារឬសហការីដែលជឿជាក់លើអ្នកនឹងអាចផ្ដល់ការលើកទឹកចិត្តពេលខ្លះការមានអ្នកណាមួយដែលជំរុញអ្នកឬគ្រាន់តែស្ដាប់ការភ័យខ្លាចរបស់អ្នកគឺមានប្រយោជន៍យ៉ាងខ្លាំងឧទាហរណ៍ជាក់លាក់រកមិត្តភ័ក្តិដែលចង់រៀនជំនាញថ្មីមួយជាមួយអ្នកចូលរួមជាមួយក្រុមសហគមន៍ឬក្លឹបដែលមានចំណាប់អារម្មណ៍ដូចគ្នាចូលរួមជាមួយក្រុមសហគមន៍ថ្មីស្វែងរកអ្នកណែនាំ mentor ដែលបានឆ្លងកាត់បទពិសោធន៍ទី5រក្សាចិត្តគំនិតវិជ្ជមាននិងការតាំងចិត្ត Maintain a positive mindset and persistence ការផ្លាស់ប្ដូរទម្លាប់និងការបោះជំហានចេញពី comfort zone គឺទាមទារភាពអត់ធ្មត់និងមានថ្ងៃដែលអ្នកមានអារម្មណ៍អស់សង្ឃឹមឬចង់បោះបង់នៅពេលនោះចូលរំលឹកខ្លួនឯងថាហេតុអ្វីបានជាអ្នកចាប់ដើមគិតពីលទ្ធផលវិជ្ជមានដែលអ្នកនឹងទទួលបានអបអរសាទររាល់ជ័យជំនះតូចតាចដើម្បីរក្សាការលើកទឹកចិត្តគំនិតសំខាន់ការតាំងចិត្តគឺជាគន្លឹះការជោគជ័យមិនកើតឡើងភ្លាមៗនោះទេប៉ុន្តែវាកើតឡើងដោយសារការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ទី6ស្រមៃមើលភាពជោគជ័យ Visualize success មុននឹងងាក់ធ្វើអ្វីមួយដែលធ្វើឲ្យអ្នកភ័យខ្លាចចូលសាក់លបងបិទភ្នែកហើយស្រមៃមើលខ្លួនឯងកំពុងធ្វើវាដែលជោគជ័យស្រមៃមើលអារម្មណ៍នៃភាពរីករាយនិងមោទនភាពដែលអ្នកនឹងទទួលបានការស្រមៃមើលនេះអាចជួយកាត់បន្ថយការភ័យខ្លាចនិងបង្កើនទំនុកចិត្តរបស់អ្នកឧទាហរណ៍ជាក់លាក់ក្នុងជីវិតប្រចាំថ្ងៃសម្រាប់អាជីពទទួលយកគម្រោងដែលអ្នកមិនធ្លាប់មានបទពិសោធន៍ស្នើសុំការឡើងតំណែងឬប្រាក់ខែបើទោះបីជាអ្នកខ្លាចក៏ដោយផ្លាស់ប្ដូរទៅវិស័យការងារថ្មីដែលអ្នកចាប់អារម្មណ៍ចូលរួមបណ្ដាញទំនាក់ទំនងអាជីព networking events សម្រាប់ជីវិតផ្ទាល់ខ្លួនធ្វើដំណើរទៅកន្លែងដែលអ្នកមិនធ្លាប់ទៅពីមុនមកអាចជាដំណើរកម្សាន្តតែឯងរៀនជំនាញថ្មីដែលមិនទាក់ទងនឹងការងាររបស់អ្នកដូចជាការលេងតន្ត្រីឬការគូររូបស្ម័គ្រចិត្តជួយការសង្គមសាកល្បងចំណង់ចំណូលចិត្តថ្មីៗដូចជាការឡើងភ្នំឬការជិះកង់សម្រាប់ទំនាក់ទំនងសង្គមចាប់ផ្ដើមការសន្ទនាជាមួយមនុស្សស្នើសុំមិត្តភក្តិថ្មីឬចូលរួមក្រុមសង្គមថ្មីនិយាយគំនិតរបស់អ្នកក្នុងកិច្ចប្រជុំឬការពិភាក្សាសរុបមកការចាកចេញពី comfort zone គឺជាដំណើរដ៏អស្ចារ្យដែលនាំទៅការរីកចម្រើនផ្ទាល់ខ្លួនរកឃើញខ្លួនឯងនឹងឱកាសដែលអ្នកមិនធ្លាប់នឹកស្មានដល់នោះទេនៅពេលដែលអ្នកបោះជំហានចេញពីទម្លាប់ចាស់ៗអ្នកនឹងរកឃើញភាពរឹងមាំភាពបត់បែននិងសមត្ថភាពដ៏អស្ចារ្យដែលលាក់កំបាំងនៅក្នុងខ្លួនអ្នក
ចាប់ផ្ដើមបោះជំហានតូចតាចថ្ងៃនេះញាក់នឹងភ្ញាក់ផ្អើលទៅជាមួយសមត្ថភាពរបស់ខ្លួនឯងសូមចងចាំថាដំណើររាប់ពាន់ម៉ាইលចាប់ផ្ដើមដោយជំហានតែមួយ